ចាប់តាំងពីចេញវីដេអូបើកដំណើរការទីតាំងថ្មីរួចមកឃើញមានបងប្អូនយើងច្រើនមែនតើគាត់ខមមិនសួរបញ្ជាក់ពីទីតាំងសុំពីទីតាំងលំអិតអញ្ចឹងណាបាទអញ្ចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពី location នៅក្នុងទីតាំងថ្មីរបស់យើងអញ្ចឹងបើសិនជាបងប្អូនមកដល់ stop not break នេះគឺបងប្អូនធ្វើការបត់ស្ដាំបាទហើយបត់មកលើផ្លូវ2004យើងហ្នឹងបាទធ្វើការជិះបដោយមករហូតដូចក្នុងវីដេអូនេះមកបាទរំលង banner ធំនេះមួយបាទយើងបន្តមកត្រង់ទៀតអត់ទាន់បត់នៅផ្លូវហ្នឹងបងប្អូនធ្វើការជិះមកត្រង់រហូតបាទមកត្រង់បន្តទៀតបងប្អូននឹងងាកមកឆ្វេងដៃនៅឃើញក្រាសាំងតេឡាមួយបាទបងប្អូនធ្វើការបត់ចូលតាមហ្នឹងមកបាទបត់ចូលមកខាងឆ្វេងដៃតាមច្រកក្រាសាំងតេឡាហ្នឹងបងប្អូនធ្វើការជិះចូលបន្តទៀតបាទប្រហែលជា200ម៉ែត្រហើយបងប្អូននឹងកលែកមើលខាងស្ដាំដៃបងប្អូននឹងឃើញស្លាក banner របស់សាលាបរិញ្ញាទឹកជាមួយនឹង yoga នៅស្ដាំដៃតែម្ដងបាទមកដល់ត្រង់ខាងមុខនេះគឺជាកន្លែងច្រកចូលមកដល់កន្លែងនេះសន្តិសុខនឹងសួរបងប្អូនហើយបាទបងប្អូនគាត់ប្រាប់គាត់ទៅថាយើងមកសួរព័ត៌មានរៀនហាត់ទឹកឬក៏មកមើលអាងហាត់ទឹកអញ្ចឹងទៅគាត់នឹងប្រាប់ពីច្រកចូលបាទហើយអញ្ចឹងចំពោះច្រកចូលគឺងាយស្រួលរកបងប្អូនអាចធ្វើការជិះតាមដូចក្នុងវីដេអូនេះមកបាទជិះមកក្នុងមកត្រង់បត់ឆ្វេងដៃបងប្អូននឹងឃើញចំណតទី1បាទចំណតទី1នេះបើសិនជាបងប្អូនចង់ចោតនៅត្រង់ហ្នឹងដើម្បីទៅសួរព័ត៌មានក៏បានឬក៏បងប្អូនអាចធ្វើការជិះតរហូតដល់អាងទឹកហ្មងក៏បានដែរដើម្បីជិះបន្តដល់អាងទឹកបងប្អូនធ្វើការជិះមកត្រង់រហូតដូចក្នុងវីដេអូនេះបាទមកត្រង់រហូតយើងនឹងដល់ច្រកឆ្វេងយើងមកដល់ផ្លូវបត់ឆ្វេងនេះមួយអញ្ចឹងបងប្អូនធ្វើការជិះបត់មកខាងឆ្វេងឡើងមកចំណតហ្នឹងមកដើម្បីយើងធ្វើការចតម៉ូតូនៅក្រោមអាគារនឹងផ្ទាល់តែម្ដងបាទចំពោះចំណតម៉ូតូនៅទីនេះបងប្អូនបាច់បារម្ភទេដោយសារយើងមានបងសន្តិសុខគាត់នៅប្រចាំការនៅត្រង់ហ្នឹងអញ្ចឹងណាគឺធានាសុខភាពជូនបងប្អូនមិនជាបញ្ហាទេបាទចំណតគឺធំទូលាយមែនតើសម្រាប់ម៉ូតូចាំបន្ទាប់ពីធ្វើការចតម៉ូតូរួចរាល់ហើយយើងធ្វើការចោះដើរទៅសម្ដៅអាងទឹកតែម្ដងបាទចំពោះអាងទឹកគឺយើងចោះហ្នឹងគឺយើងមើលឃើញអាងទឹកយកមកដូចគ្រូគាត់ចង្អុលបាទគឺអាងទឹកនៅមុខយើងតែម្ដងគឺងាយស្រួលរកខ្លាំងមែនតើហើយចំណែកឯចំណតខាងមុខនេះគឺជាចំណតសម្រាប់ឡានបាទសម្រាប់បងប្អូនអញ្ជើញមកជិះឡានបងប្អូនអាចធ្វើការចតនៅត្រង់ហ្នឹងបានហើយយើងដើរមកបន្តិចមកដល់អាងទឹកតែម្ដងគឺងាយស្រួលរកខ្លាំងមែនតើដល់នេះគឺឃើញលោកគ្រូគាត់កំពុងតែបង្រៀនសិស្សល្មមបាទហើយចំពោះទីតាំងអាងទឹកនេះគឺវែងមែនតើបងប្អូន50ម៉ែត្រហើយគឺត្រង់ស្លួតមានក្បាច់ក្បូរអីញ៉ៃហើយងាយស្រួលសម្រាប់បងប្អូនដែលចូលចិត្តហែលវែងឆ្ងាយអញ្ចឹងណាបាទគឺត្រូវម៉ាច់តែម្ដងហើយបងប្អូនអាចអញ្ជើញមកដល់ទីតាំងអាងទឹកហ្នឹងអាចសួរព័ត៌មានជាមួយលោកគ្រូដែលគាត់ប្រចាំការនៅផ្ទាល់ក៏បានហើយសម្រាប់បងប្អូនដែលចង់មកសាកសួរព័ត៌មានលម្អិតជាមួយនឹងបង receptionist ដែលគាត់ប្រចាំការនៅទីហ្នឹងបងប្អូនអាចធ្វើការត្រឡប់មកក្រោយវិញបាទនៅមុខច្រកចូលបាទនៅច្រកចូលមកនោះគឺយើងអឺតមកគឺឃើញស្លាក banner របស់សាលារៀនទឹក1ម៉ែត្រក៏ដូចជាថ្នាក់យោកានៅជាប់គ្នានឹងផ្ទាល់តែម្ដងហើយបងប្អូនអាចធ្វើការដើរមកសួរព័ត៌មាននៅទីហ្នឹងបានបាទបន្ទាប់ពីយើងធ្វើការចតម៉ូតូចតឡានរាល់ហើយបាទមានចម្ងល់បន្ថែមនៅក្នុងវីដេអូនេះអាចធ្វើការតិតតមកកាន់ពួកយើងតាមរយៈលេខទូរស័ព្ទឬក៏ Facebook page របស់យើងផ្ទាល់តែម្ដងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ